ជីវិតលោកយាយសែមហាននៅភូមិច័ន្ទគង់រហូតមកដល់សប្តាហ៍ថ្ងៃនេះលោកយាយសែមហាននៅតែនឹករលឹកដល់កូនប្រុសដែលបានបាត់ខ្លួននៅក្នុងបដិវត្តន៍ខ្មែរក្រហមលោកយាយបានឲ្យដឹងថាខ្ញុំគ្មានចង់បានអ្វីក្រៅពីកូនប្រុសឡើយឃើញគេមានកូនច្រើននៅជិតខ្លួនមើលទៅកក់ក្ដៅចំណែកខ្ញុំមានកូនតែ2នាក់ដល់ខ្មែរក្រហមយកទៅម្នាក់ខ្ញុំនៅតែ2នាក់កូនស្រីកណ្ដៅកណ្ដែងណាស់ខ្ញុំគិតពីកូនច្រើនពេកទៅជាឲ្យខ្ញុំវង្វេងវង្វាន់ភ្លេចភ្លាំងអស់ហើយខ្ញុំគិតថាកូនប្រុសខ្ញុំវាស្លាប់ហើយបានជាវាគ្មានដំណឹងអីមកផ្ទះសោះការបាត់បង់កូនប្រុសបានធ្វើឲ្យលោកយាយហានពិបាកចិត្តហើយគូផ្សំនឹងជីវភាពខ្សត់ខ្សោយទៀតផងនោះបានធ្វើឲ្យសុខភាពលោកយាយទ្រុឌទ្រោមនិងមានជំងឺប្រចាំកាយលោកយាយហានតែងតែរំលឹកប្រាប់ចៅជារឿយៗថាបើឪពុកធំរបស់ឯងនៅរស់វានឹងនៅជិតយាយគ្រាន់បាន2នាក់នឹងម្ដាយរបស់ឯងនៅពេលមានពិធីបុណ្យប្រពៃណីខ្មែរម្ដងលោកយាយហានតែងតែឧទ្ទិសមាឃផលដល់កូនប្រុសរបស់គាត់ជានិច្ចកាលពីថ្ងៃទី10ខែមីនាឆ្នាំ2004កន្លងទៅនេះក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះទៅដល់ផ្ទះរបស់លោកយាយសែមហានហើយបានបង្ហាញឯកសារប្រវត្តិរូបរបស់កូនលោកយាយសែមសឿនដែលជាអ្នកទោសនៅមន្ទីរឃុំឃាំងស21ឬគុកទួលស្លែងនិងបានជួបសំណេះសំណាលជាមួយលោកយាយអំពីប្រវត្តិរឿងរ៉ាវរបស់សឿននិងជីវិតផ្ទាល់របស់លោកយាយនៅក្នុងរបបខ្មែរក្រហមលោកយាយបានឲ្យដឹងថាខ្ញុំរំភើបណាស់ដោយបានដំណឹងពិតប្រាកដអំពីកូនប្រុសទោះបីដំណឹងនោះបានធ្វើឲ្យខ្ញុំមានការរន្ធត់ក្នុងចិត្តដោយដឹងថាកូនខ្ញុំត្រូវខ្មែរក្រហមចាប់ដាក់គុកទួលស្លែងក៏ដោយលោកយាយសែមហានអាយុ70ឆ្នាំមានស្រុកកំណើតនិងរស់នៅក្នុងភូមិច័ន្ទគង់ឃុំត្រប់ស្រុកបាធាយខេត្តកំពង់ចាមមានចម្ងាយប្រមាណ15គីឡូម៉ែត្រប៉ែកខាងជើងផ្សារផ្អាវផ្ទះលោកយាយហានតូចល្មមសង់ពីឈើប្រាក់ក្បឿងនៅក្នុងភូមិច័ន្ទគង់អ្នកភូមិភាគច្រើនបានសង់ផ្ទះតូចល្មមធ្វើពីឈើប្រាក់ក្បឿងឬស្លឹកនៅតាមចន្លោះដីស្រែដែលជាកម្មសិទ្ធិរបស់ខ្លួននៅក្នុងភូមិច័ន្ទគង់មិនសូវមានដើមឈើធំទេមានតែដើមត្នោតមួយចំណែកនៅប៉ែកខាងជើងភូមិសុទ្ធតែវាលស្រែដែលលាតសន្ធឹងរហូតដល់ស្រុកជលគិរីនៃខេត្តកំពង់ឆ្នាំងតាំងពីដើមរហូតមកបច្ចុប្បន្នអ្នកភូមិច័ន្ទគង់ធ្វើស្រែបានតែមួយរដូវប៉ុណ្ណោះគឺនៅរដូវវស្សានៅរដូវប្រាំងចាប់ពីខែមីនាដល់ខែឧសភាពេលដែលទឹកត្រពាំងទឹកស្រះនៅក្នុងភូមិរីងអស់អ្នកភូមិត្រូវធ្វើដំណើរកាត់វាលស្រែចម្ងាយ4គីឡូម៉ែត្រទៅដងទឹកល្អៗនៅតាមអូរយកមកកូរសាច់ជូរទុកឲ្យរងថ្លាសម្រាប់បរិភោគនិងប្រើប្រាស់ប្រចាំថ្ងៃមានពេលខ្លះក្នុងមួយថ្ងៃអ្នកភូមិមិនបានងូតទឹកម្ដងក៏មានលោកយាយសែមហានមានប្តីឈ្មោះអ៊ូសិតនិងមានកូន2នាក់កូនប្រុសបងឈ្មោះសែមសឿននិងកូនស្រីពៅឈ្មោះសិតអ៊ីកប្តីលោកយាយបានស្លាប់តាំងពីអាយុ30ឆ្នាំលោកយាយហានបានខិតខំធ្វើស្រែចិញ្ចឹមកូនទាំង2នាក់រហូតដល់កូនប្រុសរបស់លោកយាយបានបួសរៀននៅវត្តតាប្រងហៅវត្តប្រើសមាសស្ថិតនៅក្នុងភូមិថ្មីឃុំត្រប់អំឡុងឆ្នាំ1973ពេលមានការទម្លាក់គ្រាប់បែកប្រជាជនដែលរស់នៅក្នុងភូមិច័ន្ទគង់មានការភ័យខ្លាចហើយបានរត់គេចចេញពីផ្ទះជាញឹកញាប់នៅខណៈពេលនោះសឿនក៏បានសឹកពីបួសមកធ្វើស្រែជាមួយម្ដាយនិងប្អូនស្រីវិញរស់នៅផ្ទះមិនបានប៉ុន្មានផងប្រធានភូមិបានស្នើឲ្យសឿននិងយុវជននៅក្នុងភូមិធ្វើជាកងឆ្លូបយាមការពារភូមិស្រុកបន្ទាប់ពីធ្វើកងឆ្លូបបានរយៈពេល1ខែសឿនត្រូវបានរដ្ឋអំណាចភូមិច័ន្ទគង់បញ្ជូនឲ្យទៅធ្វើកងទ័ពបន្តទៀតលោកយាយហានមិនពេញចិត្តឲ្យកូនប្រុសចេញទៅធ្វើកងទ័ពខ្មែរក្រហមទេប៉ុន្តែលោកយាយមិនហ៊ានប្រកែកនឹងរដ្ឋអំណាចភូមិលោកយាយបានឲ្យដឹងថាខ្ញុំបានត្រឹមតែយំប៉ុណ្ណោះមិនដឹងធ្វើយ៉ាងម៉េចដើម្បីខាត់កូនកុំឲ្យចេញទៅធ្វើកងទ័ពខ្មែរក្រហមបានខណៈពេលដែលសឿនចេញទៅធ្វើកងទ័ពយុវជនផ្សេងទៀតដែលមានអាយុស្របានឹងសឿនក៏ត្រូវខ្មែរក្រហមបង្ខំឲ្យចេញទៅធ្វើកងទ័ពស្ទើរតែទាំងអស់ដែរបន្ទាប់ពីចេញទៅធ្វើកងទ័ពខ្មែរក្រហមបានរយៈពេល3ខែសឿននិងមិត្តភ័ក្តិចំនួន3នាក់ទៀតដែលរស់នៅក្នុងភូមិច័ន្ទគង់ជាមួយគ្នាបានលួចរត់ត្រឡប់មកនៅផ្ទះវិញបន្ទាប់មកសឿនបានចូលបម្រើការងារជាអ្នកលក់ដូរទំនិញនៅមន្ទីរពាណិជ្ជកម្មនៅចន្លោះពេលសម្រាប់ហូបបាយថ្ងៃនិងពេលល្ងាចគណៈឃុំត្រប់បានបញ្ជាឲ្យសឿននិងយុវជនយុវនារីនៅក្នុងមន្ទីរពាណិជ្ជកម្មឃុំត្រប់ទាំងអស់ជួយបង្កបង្កើនផលដូចជាដាំត្រសក់ត្រកួនស្ពៃដើម្បីផ្គត់ផ្គង់អង្គភាព
នៅពាក់កណ្ដាលឆ្នាំ 1974 កងទ័ពខ្មែរក្រហមបានវាយសម្រុកចូលទីក្រុងភ្នំពេញយ៉ាងស្រួចស្រាលនៅក្នុងខណៈពេលនោះគណៈបញ្ជាការកងទ័ពខ្មែរក្រហមនៅតាមសមរភូមិនីមួយៗបានដើរប្រមូលកងទ័ពដែលរត់ចោលជួរទាំងអស់ឲ្យចូលទៅតាមអង្គភាពរៀងៗខ្លួនវិញសឿននិងមិត្តភ័ក្តិដែលធ្លាប់បានរត់ចោលជួរក៏ត្រូវមេបញ្ជាការមកប្រមូលយកទៅអង្គភាពវិញក្រោយពេលសឿនត្រឡប់ទៅអង្គភាពបានរយៈពេលប្រហែលកន្លះខែមានអ្នកភូមិម្នាក់ទៅលេងកូនប្រុសនៅព្រៃក្តាមក៏បានជួបនឹងសឿនក្រោយជ័យជំនះរបស់ខ្មែរក្រហមនៅថ្ងៃទី17ខែមេសាឆ្នាំ1975សឿនក៏ធ្លាប់បានមកលេងផ្ទះម្ដងសម្រាប់នៅផ្ទះបាន2យប់សឿនបាននិយាយប្រាប់ម្ដាយនិងប្អូនស្រីថាអង្គភាពរបស់គាត់នៅទីក្រុងភ្នំពេញលោកយាយហានបាននិយាយជាមួយកូនថាគាត់ចង់ទៅលេងទីក្រុងភ្នំពេញប៉ុន្តែត្រូវសឿនបដិសេធថាកុំទៅអីម៉ែភ្នំពេញធំហើយឆ្ងាយណាស់ចាប់តាំងពីពេលដែលសឿនត្រឡប់ទៅភ្នំពេញវិញលោកយាយហានមិនដែលបានទទួលដំណឹងអំពីសឿនទៀតទេកូនចៅមួយចំនួនរបស់អ្នកភូមិចាន់គង់ដែលនៅរស់បានមកលេងផ្ទះនិងផ្ញើដំណឹងមកឲ្យក្រុមគ្រួសារគ្រប់គ្នាបាត់ដំណឹងតែសឿនលោកយាយហានគិតថាប្រហែលជាសឿនស្លាប់ហើយបានជាគ្មានលេចឮដំណឹងអ្វីសោះក្នុងរបបខ្មែរក្រហមពីឆ្នាំ1975ដល់ឆ្នាំ1979លោកយាយហានក៏ដូចជាអ្នកដទៃទៀតដែរត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅតាមព្រៃជើងភ្នំក្បែរភូមិកំពតនៅភ្នំភ្នៅស្ថិតនៅក្នុងឃុំទ្របដើម្បីកាប់កោះគល់ឈើរៀនដីដាំដំណាំនិងធ្វើស្រែគ្មានពេលសម្រាករបបហូបចុកគឺម្នាក់ទទួលបានបបរមួយវែកជាមួយសម្លម្ជូរត្រកួនប្រលិតឬសម្លផ្លែចេកនៅក្នុងរយៈពេលនោះកូនស្រីរបស់គាត់ត្រូវបានគណៈកងខ្មែរក្រហមចាត់តាំងឲ្យទៅនៅក្នុងកងចល័តលើកទំនប់ជីកប្រឡាយនិងធ្វើការងារនៅឆ្ងាយៗពីភូមិស្រុកបន្ទាប់ពីថ្ងៃទី7ខែមករាឆ្នាំ1979លោកយាយហាននិងកូនស្រីបានវិលត្រឡប់មករស់នៅផ្ទះកំណើតរបស់ខ្លួននិងប្រកបរបរធ្វើស្រែដូចពីមុនសពថ្ងៃលោកយាយមានជំងឺប្រចាំកាយនិងរស់នៅពឹងពាក់ទៅលើកូនស្រីទាំងស្រុងលោកយាយនិយាយថាបើកូនប្រុសខ្ញុំនៅរស់ប្រហែលជាអាចជួយសម្រាលការងារខ្ញុំបានច្រើនខ្ញុំមិនយ៉ាប់យ៉ឺនដូចសពថ្ងៃនេះទេកូនប្រុសខ្ញុំវាមិនចេះដើរលេងទេកាលពីវាមិនតាន់ចេញទៅធ្វើកងទ័ពខ្មែរក្រហមវាជួយធ្វើការងារជំនួសខ្ញុំបានច្រើនណាស់ជាចុងក្រោយលោកយាយបានបន្ថែមទៀតថាខ្ញុំចង់បានសាលាក្តីមួយដើម្បីជំនុំជម្រះទោសមេដឹកនាំខ្មែរក្រហមដើម្បីឲ្យខ្ញុំបានអស់ចិត្តថាហេតុអ្វីបានជាខ្មែរក្រហមសម្លាប់កូនប្រុសខ្ញុំ